ឥឡូវនិយាយពីអាវចិននិងអាវថៃអ្នកទាំងអស់គ្នាចំពោះបងហ្មងបងចូលចិត្តផលិតផលមកពីប្រទេសចិនជាងផលិតផលមកពីប្រទេសថៃមូលហេតុគឺទី1សាច់ក្រណាត់នៅចិនណាសម្បូរសាច់ក្រណាត់ប្លែកៗច្រើនអញ្ចឹងពេលដែលគាត់ចេញជាម៉ូដមកគឺវាប្លែកៗជាងថៃបើថៃភាគច្រើនផលិតផលរបស់គាត់សាច់ក្រណាត់គឺដដែលៗអត់មានអីប្លែកទេអានឹងចំណុចមួយទី2គឺប្រភេទកម្រាស់មកឃើញផលិតផលរបស់ថៃភាគច្រើនគាត់ផ្ដោតទៅលើកម្រាស់ក្រាស់ហ្នឹងហើយតាមពិតបងឃើញភាគច្រើនអ្នកដែលគាត់ពាក់ផលិតផលរបស់ថៃដែលរៀងក្រាស់ៗខ្លាំងអាវប្រចាំថ្ងៃអីផ្សេងៗណាបងមានអារម្មណ៍ថាពេលពាក់ទៅអាវឃើញតែអាវមនុស្សឃើញតែមនុស្សវាដាក់ទៅវាអត់សូវស៊ីចូលគ្នាជាមួយនឹងរាងរបស់យើងទេហើយបើអ្នកដែលគាត់រាងមានសាច់ច្រើនទៀតគាត់ពាក់ទៅឃើញគាត់កាន់តែធាត់ហ្នឹងហើយបើអាវមកផលិតផលមកប្រទេសចិនវិញគឺសាច់របស់គាត់អត់សូវក្រាស់ទេចាហើយមនុស្សតែគិតថាចេះឲ្យតែរបស់ក្រាស់គឺរបស់ល្អក៏ប៉ុតអត់ទេសាច់ក្រណាត់ខ្លះអត់ក្រាស់ស្ដើងអីប៉ុន្តែវាជារបស់ល្អចាអញ្ចឹងភាគច្រើនមនុស្សគាត់តែងតែគិតថាឲ្យពេញតិចកៅអៅឲ្យតែសាច់ណារៀងក្រាស់ៗគឺដឹងល្អក៏ប៉ុតអត់ទេអ្នកនរគ្នាបើអាវខ្លះអីខ្លះមួយអាវយឺតខ្លះមួយ5 $600អាខ្លះ$1000អីម៉ូតខ្លះគឺសាច់ក្លេកក្លាក់ស្ដើងខៀអ្នកទាំងអស់គ្នាប៉ុន្តែវាមានប្រភេទសាច់ក្រណាត់របស់វាអញ្ចឹងណាហ្នឹងហើយអញ្ចឹងចំពោះបងអត់ចូលចិត្តទេសាច់ណាក្រាស់ៗគឺអត់ចូលចិត្តពាក់ដាក់មានអារម្មណ៍ថាមនុស្សផ្សេងអាវ៉ាន់អាវនឹងផ្សេងវាអត់ស៊ីចូលជាមួយនឹងខ្លួនរបស់យើងទី3រឿងម៉ូដថៃភាគច្រើនម៉ូដអាវរបស់គាត់គឺចេញមកគឺដដែលៗអត់មានអីប្លែកបើបោះចិនហ្មងណាអ្នកទាំងអស់គ្នាគឺវាមានម៉ូដប្លែកៗច្រើនហើយកូពីbrand high fashion អីក៏ច្រើនដែរអញ្ចឹងនិយាយទៅវាសម្បូរបែបទៅពេលយើងទិញពាក់ភាគច្រើនយើងមានអារម្មណ៍ថាពាក់ទៅស្តៀងគេអីចឹងយើងមានអារម្មណ៍ថាប្លែកចាអញ្ចឹងមកនិយាយថាជាប្រទេសចិនគឺជាប្រទេសដែលផលិតមិនថាក្អាឬរបស់ផ្សេងៗដែលបោះទៅជុំវិញពិភពលោកអញ្ចឹងភាពសម្បូរបែបគឺនៅចិនអ្នកទាំងអស់គ្នាមិនមែននៅថៃទេ